ម្ចាស់ប្រេនសម្រាប់ធីរាត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃុំខ្លួនជាបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងផលិតផលកូលាយកទៅកែច្នៃជាគ្រឿងសម្អាងការ៉ូ SPC មានច្រើនពណ៌ច្រើនជម្រើសធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែទំនើបស៊ីវិល័យអត្ថប្រយោជន៍ងាយស្រួលក្នុងការដំឡើងមិនសាយជាតិពុលក្នុងបន្ទប់ធន់នឹងការកកិតប្រើប្រាស់ធន់បានយូរឆ្នាំមិនជ្រាបទឹកការពារសត្វកណ្ដៀរអាចផ្លាស់ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែងមួយយ៉ាងងាយស្រួលសម្អាតមិនរអិលអាចរៀបបានគ្រប់ទីកន្លែងការ៉ូ SPC ធ្វើឲ្យគេហដ្ឋានរបស់អស់លោកអ្នកកាន់តែទំនើបស៊ីវិល័យមានលក់ដុំនិងរាយសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ015 988 949កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រស់ធីរា TD Shop ខលមែលអេកកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះផ្ទាល់តែម្ដងរួចហើយក៏សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នការចុះបង្ក្រាបនេះមិនមែនជាលើកទី1ទេកន្លងមកនៅក្នុងខេត្តស្វាយរៀងធ្លាប់បានចុះចាប់និងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងសម្រស់ធីរាម្ដងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្តិចសោះដោយបន្តចែកចាយគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ25ខេត្តក្រុងមិនខ្វល់ខ្វាយពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើតដោយបាត់ល្មើសកើតឡើងជាបន្តបន្ទាប់នៅក្នុងខេត្តពោធិ៍សាត់ឯណោះវិញទើបថ្មីនេះសមត្ថកិច្ចបានចុះបង្ក្រាបជាមួយមន្ត្រីជំនាញហើយបានរកឃើញថាផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេបច្ចុប្បន្នតំណាងអัยការអមសាលាដំបងខេត្តពោធិ៍សាត់បានឃុំខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រស់ធីរាជាបណ្ដោះអាសន្ននិងបន្តចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត